ការឈឺចាប់វាគ្រាន់តែជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះតែបើវាបានចាកចេញហើយសូមកុំឲ្យជួបវាជាលើកទី2ទៀតទើបជារឿងសំខាន់ការដែលបុរសណាម្នាក់បានផ្ដល់ឲ្យមិត្តនារីទាំងអស់គ្នានូវការឈឺចាប់មិនថាផ្លូវចិត្តផ្លូវកាយឬក៏ផ្លូវអារម្មណ៍មិត្តនារីទាំងអស់គ្នាមានតែជំរើសពីរយ៉ាងគត់ទី1គឺផ្ដល់ឱកាសឲ្យគាត់ទី2គឺកាត់គាត់ចោលបើសិនជាមិត្តនារីទាំងអស់គ្នាជ្រើសរើសយកជំរើសទី1ការដាក់ការផ្ដល់ឱកាសឲ្យគាត់មិត្តនារីទាំងអស់គ្នាត្រូវតែពិចារណានៅត្រង់ចំណុចពីរយ៉ាងនេះសិនទី1តើគាត់ពិតជាអ្នកមកសុំការអភ័យទោសពីមិត្តនារីពិតប្រាកដដែរឬទេទី2តើគាត់ព្រមទទួលស្គាល់នៅកំហុសគ្រប់យ៉ាងដែលគាត់បានធ្វើដោយចេតនាឬអចេតនាពិតប្រាកដដែរឬទេបើសិនជាមិត្តនារីទាំងអស់គ្នាពិចារណាឃើញថាចង់ដាក់ការផ្ដល់ឱកាសឲ្យគាត់មិត្តនារីទាំងអស់គ្នាត្រូវតែដាក់ការពន្យាពេលនឹងគាត់ជាមុនសិនយ៉ាងហោចណាស់ក៏6ខែទៅ1ឆ្នាំដែរមុននឹងអនុញ្ញាតឲ្យគាត់ចូលមកក្នុងជីវិតរបស់មិត្តនារីទាំងអស់គ្នាជាលើកទី2ការដាក់ការពន្យាពេលនេះគឺជារយៈពេលនៃការព្យាបាលផ្លូវចិត្តហើយក៏ជាឱកាសក្នុងការដែលមិត្តនារីទាំងអស់គ្នាអាចស្វែងរកបរិសុទ្ធថ្មីដែលល្អជាងគាត់ហើយបើអាចមិត្តនារីទាំងអស់គ្នាគួរតែយកអ្នកថ្មីទៅកុំយកគាត់វិញឲ្យសោះទោះក្នុងករណីណាក៏ដោយទោះមិត្តនារីនិងគាត់កំពុងតែស្ថិតក្នុងដំណាក់កាលទីប៉ុន្មាននៃទំនាក់ទំនងស្នេហាក៏ដោយការដាក់ការពន្យាពេលនេះគឺជារយៈពេលនៃការពិសោធន៍ដើម្បីឲ្យដឹងថាតើគាត់ពិតជាចង់បានមិត្តនារីពិតប្រាកដវិញដែរឬទេតើគាត់ពិតជាស្មោះត្រង់និងខិតខំប្រឹងប្រែងដាក់ការវិនិយោគគ្រប់សពបែបយ៉ាងដើម្បីចូលមកកាន់ជីវិតមិត្តនារីទាំងអស់គ្នាជាលើកទី2ដែរឬទេចំពោះមនុស្សប្រុសរយៈពេល6ខែទៅ1ឆ្នាំនេះគឺអត់យូរទេបើសិនជាគាត់ពិតជាចង់បានយើងពិតមែនណានោះគាត់នឹងដាក់ការខិតខំប្រឹងប្រែងនិងការវិនិយោគគ្រប់សពបែបយ៉ាងដើម្បីផ្ដល់ឲ្យយើងនៅភាពស្មោះត្រង់និងទំនុកទុកចិត្តនិងភាពជឿជាក់ដើម្បីចូលមកកាន់ជីវិតរបស់យើងជាលើកទី2មិត្តនារីទាំងអស់គ្នាសូមកត់សម្គាល់នៅត្រង់ចំណុចនេះឲ្យច្បាស់បើមិត្តនារីទាំងអស់គ្នាណាដែលមិនទាន់ឆ្លងកាត់ដោយបទពិសោធន៍នេះសូមរៀនកត់សម្គាល់នៅត្រង់ចំណុចនេះឲ្យច្បាស់បើមិត្តនារីទាំងអស់គ្នាមិនក្លាហានក្នុងការដាក់ការពន្យាពេលជាមួយនឹងមនុស្សប្រុសមិត្តនារីទាំងអស់គ្នាក៏គ្មានឱកាសបានស្គាល់នៅសន្តានដ៏ព្រៃផ្សៃនិងពុតបត់ដ៏អាក្រក់មួយចំនួនរបស់មនុស្សប្រុសបានដែរភាគច្រើននៃមនុស្សប្រុសមួយចំនួនដែលចូលមកកាន់ជីវិតមិត្តនារីទាំងអស់គ្នាជាលើកទី2មិនមែនដោយសារតែគាត់ដឹងកំហុសឬក៏គាត់ចង់ចូលមកដើម្បីធ្វើគ្រប់យ៉ាងឲ្យមិត្តនារីទាំងអស់គ្នានោះទេគឺចូលមកដើម្បីតែការកេងចំណេញនិងការប្រើប្រាស់មិត្តនារីតែប៉ុណ្ណោះឬក៏ចូលមកដោយសារតែគាត់ចង់ឈ្នះចិត្តរបស់មិត្តនារីនោះទេបើមិត្តនារីទាំងអស់គ្នាអនុញ្ញាតឲ្យគាត់ចូលមកកាន់ក្នុងជីវិតរបស់យើងជាលើកទី2ត្រូវឲ្យគាត់ចាប់ផ្ដើមពីចំណុច0ឡើងមកវិញមិនត្រូវឲ្យគាត់ចូលមកក្នុងតំណែងដើមឡើយព្រោះយើងមិនដឹងទេថាតើថ្ងៃក្រោយគាត់នៅតែប្រព្រឹត្តកំហុសដដែលនេះជាលើកទី2ទី3ទៀតឬយ៉ាងណាហើយយើងក៏មិនដឹងដែរថាតើយើងនៅតែអាចឲ្យអភ័យទោសដល់គាត់ទៀតដែរឬយ៉ាងណាជានារីត្រូវតែមានច្បាប់មានវិន័យមានព្រំដែនច្បាស់លាស់ជាមួយនឹងមនុស្សប្រុស